អ្នកដែលគាត់ចូលចិត្តស្ដាប់រឿង True Crime គាត់จะស្គាល់ Jack the Ripper ហើយដោយគាត់គឺជា serial killer ល្បីនៅក្នុងវិស័យ True Crime ហ្មងប៉ុន្តែរឿងក្តីដែលខ្ញុំនឹងចែកនេះគឺមិនមែនជារឿងក្តីរបស់ Jack the Ripper ទេគឺរឿងក្តីរបស់ Sam Kit Phopong ដែលគាត់គឺជាជនជាតិថៃ AKA Thailand Jack the Ripper ឬក៏គេហៅគាត់ថា Kit the Ripper ដោយ Sam Kit ហើយនិង Jack the Ripper គឺ serial killer តែមួយណាស់គ្នាហើយរឿងក្តីរបស់ពីរនាក់គាត់គឺ serial killer អញ្ចឹងបានគេដាក់ឈ្មោះឲ្យ Sam Kit ដាក់ថា Thailand Jack the Ripper ដោយសារ Sam Kit គឺគាត់ជាជនជាតិថៃហើយជា serial killer រឿងក្តីរបស់គាត់គឺ serial គ្នាហើយ Sam Kit គឺគាត់កើតនៅថ្ងៃទី7 ខែ 1 ឆ្នាំ 1964គាត់កើតនៅក្នុងតំបន់មួយដែលមានឈ្មោះថាថុងសុងប្រទេសថៃនិយាយទៅខ្ញុំអត់ដឹងថាខ្ញុំហៅតំបន់ហ្នឹងត្រូវអត់ទេបើសិនជាខ្ញុំហៅខុសអធិស្ឋានខ្ញុំផងដោយ Sam Kit នៅពេលដែលគាត់មានអាយុ8ឆ្នាំគឺប៉ារបស់គាត់បានទុកគាត់ចោលឲ្យនៅជាមួយនឹងពូអញ្ចឹងក្មេងនៅពេលដែលអត់មានការកក់ក្ដៅពីឪពុកម្ដាយហើយអត់សូវនិយាយថាឪពុកម្ដាយអត់សូវបដាយបដៅឬក៏វាថាសូវណែនាំគឺគាត់តែងតែដើរផ្លូវខុសហើយអ្នកនរគ្នាអញ្ចឹងគឺគាត់ចាប់ដើមចេះលួចតាំងពីគាត់នៅក្មេងហ្មងមានថ្ងៃមួយគឺ Sam Kit គឺគាត់បានលួចកង់របស់គ្រូរបស់គាត់ដល់ថ្នាក់ថាសាលាគឺគេបញ្ឈប់លេងឲ្យគាត់ទៅរៀនហ្មងហើយបន្ទាប់ពីហ្នឹងគឺគាត់អត់រៀនចោលអ្នកនរគ្នាគឺគាត់តែងតែលួចនេះលួចនោះរបស់អ្នកចិត្តខាងអ្នកនៅក្នុងតំបន់ហ្នឹងហើយសំខាន់ណាលួចនេះលួចនោះរបស់អ្នកធ្វើការរបស់ពូគាត់ទៀតឡើងពូគាត់គឺអស់អីនឹងបដៅដល់ថ្នាក់បញ្ជូនគាត់ទៅនៅជាមួយនឹងឪពុកគាត់វិញនៅពេលដែលគាត់ទៅនៅជាមួយប៉ាគាត់ហ្នឹងគឺគាត់តែងតែមានរឿងកម្មកុសមួយប៉ាគាត់ហើយបន្តការលួចអញ្ចឹងអ្នកនរគ្នាគាត់អត់ឈប់ទេរហូតដល់អ្នករបៀបក្មេងៗស្រីៗនៅក្នុងដុំហ្នឹងគឺគេចាប់ដើមខົບគុំគាត់ហ្នឹងអ្នកនរគ្នាអញ្ចឹងចាប់ដើមដេញវាយដេញអីអញ្ចឹងទៅរហូតដល់គាត់ត្រូវផ្លាស់ប្ដូរទីលំនៅពីកន្លែងមួយទៅកន្លែងមួយនៅពេលដែលគាត់រៀនជំទង់ហើយគឺគាត់បណេចហ្មងជីវិតគាត់គឺត្រាច់ចគ្រប់កន្លែងហ្មងការលួចពីមួយថ្ងៃទៅមួយថ្ងៃគឺវាចាប់ដើមជ្រៅទៅល្ងឹតទៅអ្នកនរគ្នាគឺគាត់មិនមែនធម្មតាលួចធម្មតាគឺគាត់ចាប់ដើមចូលដល់លក្ខណៈថាសម្រាប់ដើម្បីលួចដោយការសម្រាប់របស់គាត់ហ្នឹងគឺចាប់ដើមពីខែ1ដល់ខែ6ឆ្នាំ2005គឺកំឡុងពេល6ខែហ្នឹងគឺគាត់ចាប់ដើមសម្រាប់គេអស់ឡើង5នាក់ជនរងគ្រោះទាំង5របស់គាត់ហ្នឹងគឺជាស្ត្រីទាំង5ភាគច្រើនគឺរស់ស៊ីខាងម៉ាសាអ្នកនរគ្នាហើយសំខាន់គាត់មិនមែនសម្រាប់5នាក់ហ្នឹងនៅក្នុងតំបន់តែមួយណាគឺគាត់របៀបថាគាត់ទៅខេត្តនេះមួយគាត់សម្រាប់ម្នាក់ហើយគាត់រត់ទៅខេត្តមួយទៀតនិយាយទៅគឺ5នាក់ហ្នឹងគឺនៅក្នុងទីតាំង5ខុសគ្នាទាំង5ហ្មងហើយសំខាន់វិធីនៃការសម្រាប់របស់គាត់ហ្នឹងគឺច្បាច់កហើយនឹងចងដៃចងជើងចាប់ក្បាលជាមួយទឹកហើយបន្ទាប់ពីគាត់សម្រាប់ជនរងគ្រោះរបស់គាត់ហើយគឺគាត់ចាប់ផ្ដើមលួចអីវ៉ៃអវ៉ាន់ពីជនរងគ្រោះរបស់គាត់ហើយជនរងគ្រោះរបស់គាត់ទី1គឺមានឈ្មោះថាវ៉ារ៉ានីដែលជាមានមុខរបរជាអ្នកចម្រៀងគឺសំខាន់គឺគាត់បានលបងជនរងគ្រោះទី1របស់គាត់ហ្នឹងនៅថ្ងៃទី30ខែ1ឆ្នាំ2005លបងទៅសន្តាគារមួយកន្លែងបន្ទាប់មកគឺគាត់ចាប់ផ្ដើមធ្វើសកម្មភាពដោយការចងដៃរបស់ជនរងគ្រោះទី1របស់គាត់ជាមួយនឹងខ្សែអាវក្នុងបន្ទាប់មកចាប់ជាមួយក្បាលទៅក្នុងបាសស្ថិតនៅក្នុងអូតែមួយកន្លែងហ្នឹងរហូតដល់ជនរងគ្រោះរបស់គាត់ស្លាប់បន្ទាប់មកគឺគាត់បានលួចដូចជាខ្សែកមាសទូរស័ព្ទដៃហើយនិងម៉ូតូបន្ទាប់មកគឺគាត់បានរត់គេចខ្លួនឡងពីករណីទី1បានធំតែ5ថ្ងៃណាគឺថ្ងៃទី4ខែ6ឆ្នាំ2005ហ្នឹងគឺគាត់បានសម្រាប់ទៅលើជនរងគ្រោះរបស់គាត់ទី2ដែលមានឈ្មោះថាផុងផាន់ជាអ្នកម៉ាសានៅក្នុងអូតែមួយកន្លែងដោយការច្បាច់កហើយគាត់ក៏បានរត់គេចខ្លួនអញ្ចឹងទៀតទៅរហូតដល់មួយអាទិត្យក្រោយមកគាត់ក៏បានធ្វើការសម្រាប់ទៅលើជនរងគ្រោះរបស់ទី3របស់គាត់ដែលមានឈ្មោះថាផាត់ជេរីជាអ្នកជាងដូចគ្នាអ្នកនរគ្នាប៉ុន្តែលើកនេះគឺគាត់បានយកខ្សែទៅហត់ករហូតដល់ស្លាប់ហើយគាត់ក៏បាននិយាយថារត់ទៅមួយកន្លែងទៀតអីឡងពីមួយអាទិត្យទៀតអ្នកនរគ្នានិយាយទៅគឺគៀកគ្នាខ្លាំងមែនតើនៅក្នុងការសម្លាប់របស់គាត់គឺថ្ងៃទី18ខែ6ហ្នឹងគឺគាត់បានធ្វើការសម្លាប់ទៅលើជនរងគ្រោះទី4របស់គាត់ដែលមានឈ្មោះថាផនតាវ៉ាន់អ្នកនរគ្នាដែលជាអ្នកម៉ាសាដែរដោយការច្បាច់កដូចគ្នាការសម្លាប់របស់គាត់ភាគច្រើនគឺនៅក្នុងអូតែអ្នកនរគ្នារហូតដល់3ថ្ងៃបន្ទាប់មកនេះដល់ថ្នាក់3ថ្ងៃអ្នកនរគ្នាគឺថ្ងៃទី21ខែ6ឆ្នាំ2005តារាហ្នឹងគឺគាត់បានសម្លាប់ជនរងគ្រោះទី5របស់គាត់ដែលមានឈ្មោះថាសំផុងដោយការច្បាច់កដូចគ្នាដោយជនរងគ្រោះទី5របស់គាត់ហ្នឹងគឺមានតួនាទីមុខងារជាអ្នកម៉ាសាដូចគ្នានិយាយទៅជនរងគ្រោះទាំង5របស់គាត់ហ្នឹងគឺសម្រាប់ប្រកេតគ្នាខ្លាំងមែនតើអ្នកខ្លះ3ថ្ងៃមួយអាទិត្យគឺគាត់ឆ្វាក់នឹងការសម្លាប់គេហ្នឹងហ្មងដោយសម្លាប់ហើយគឺគាត់លួចនេះលួចនោះហើយរត់ទៅទៀតចឹងទៅមួយថ្ងៃបន្ទាប់ពីគាត់សម្លាប់ជនរងគ្រោះទី5របស់គាត់គឺគាត់ត្រូវបានប៉ូលីសចាប់ខ្លួននៅកំឡុងពេលដែលគាត់កំពុងតែបបួលក្មេងស្រីម្នាក់ចូលសន្តាគារមួយកន្លែងបើសិនជាប៉ូលីសចាប់ខ្លួនគាត់បានណាសង្ស័យក្មេងស្រីហ្នឹងហើយគឺជាជនរងគ្រោះទី6របស់គាត់នៅពេលដែលប៉ូលីសចាប់ខ្លួនគាត់បានហ្នឹងគឺគេបានលេងរឿងក្តីទាំង5ហ្នឹងក៏ដឹងថាគាត់ហ្នឹងហើយគឺជាឃាតករនៅពីក្រោយរឿងក្តីទាំង5ហ្នឹងអញ្ចឹងគេក៏បានកាត់ទោសឲ្យគាត់ហ្នឹងប្រហារជីវិតប៉ុន្តែដោយសារតែការតស៊ូក្តីឬក៏មិនដោយសារអត់សូវមានព័ត៌មានច្បាស់លាស់ពីចំណុចហ្នឹងណាហើយគេក៏បានសម្រាប់ទោសឲ្យគាត់ជាប់គុកត្រឹមតែ13ឆ្នាំទេនិយាយទៅពីទោសប្រហារជីវិតដល់13ឆ្នាំហើយពេលនៅដែលគាត់នៅក្នុងគុក13ឆ្នាំហ្នឹងគឺគាត់គឺជាអ្នកទោសម្នាក់ដែរគំរូដោយគេព័ត៌មានគាត់អញ្ចឹងនៅពេលដែលគាត់ជាប់គុក13ឆ្នាំហើយគឺគាត់អត់មានកែខ្លួនទេណាគ្នានៅពេលដែលគាត់ចេញពីគុកវិញនៅថ្ងៃទី17ខែ5ឆ្នាំ2019ហ្នឹងគឺគាត់បានជួបជាមួយនឹងស្ត្រីដែលមានអាយុ51ឆ្នាំម្នាក់ហើយស្ត្រីម្នាក់ហ្នឹងគឺគាត់មានឈ្មោះថារ៉ាសាមីដែលគាត់មានអាយុ51ឆ្នាំគាត់គឺធ្វើការនៅក្នុងអូតែមួយកន្លែងគាត់បានស្គាល់សំខិតហើយគាត់ក៏បានតាក់ទងជាលក្ខណៈទំនាក់ទំនងស្នេហាជាមួយគ្នាហើយគាត់ក៏បានរស់នៅជាមួយគ្នារហូតដល់ថ្ងៃទី15ខែ12ឆ្នាំ2019និយាយទៅតែ7ខែអ្នកនរគ្នាគឺអ្នកចិត្តខាងដែលនៅបន្ទប់ជាប់ពីអ្នកគាត់ហ្នឹងគឺបានលឺពួកគាត់បកកាយគ្នាជួបគ្នារឿងខ្លាំងដែរហើយក៏ស្ងាត់ដល់ពេលស្អែកឡើងគឺអ្នកចិត្តខាងហ្នឹងគឺគេអត់បានឃើញរ៉ាសាមីហ្នឹងចេញមកធ្វើការពីបន្ទប់អីចឹងអត់ឃើញចេញហ្មងអ្នកនរគ្នាអញ្ចឹងគេចាប់ផ្ដើមឆ្ងល់ហើយអញ្ចឹងគេក៏បានទៅគោះទ្វារពេលដែលទៅគោះទ្វារ
ទ្វារហ្នឹងគឺអត់មានណាគេឆ្លើយអត់មានណាគេចេញមកបើកឲ្យគាត់ក៏សម្រាប់ចិត្តថាបើកទ្វារចូលប្រហែលជាអត់ចាក់កលឹកអត់អីចឹងណាពេលដែលគាត់ចូលទៅអ្នកទាំងគ្នាគឺគាត់បានរកឃើញសាកសពរបស់រ៉ាសាមីស្ត្រីដែលមានអាយុ51ឆ្នាំហ្នឹងនៅក្រុមខែហើយហុំដោយភួយអ្នកទាំងគ្នាហើយក៏របស់ជនរងគ្រោះហ្នឹងគឺបិទដោយស្កុតថ្លាចំណែកឯជើងគឺមានខ្សែឆ្នាំងសាក់ចងជុំវិញកជើងទៀតចឹងអ្នកចាត់ការហ្នឹងគាត់ក៏បានតាក់ទងទៅប៉ូលីសគេក៏បានយកសាកសពរបស់ជនរងគ្រោះហ្នឹងទៅធ្វើកសោវិច័យក៏បានដឹងថាជនរងគ្រោះស្លាប់ដោយសារតែថប់ទៅហើមដូចគេច្បាច់កអីចឹងណាអង្គប៉ូលីសគេក៏បានតាមស៊ើបហើយក៏បានសួរអ្នកចាត់ខាងទៅក៏បានដឹងថាអ្នកដែលចេញពីបន្ទប់របស់រ៉ាសាមីក្រោយគេហ្នឹងគឺជាសំខិតអញ្ចឹងអត់បានយូរប៉ុន្មានប្រហែលជា2-3ថ្ងៃក្រោយមកគឺប៉ូលីសបានខាត់ខ្លួនសំខិតបានអ្នកនរគ្នាហើយគាត់ក៏អត់មានកិច្ចវេះអីដែរគាត់ឲ្យប៉ូលីសចាប់ខ្លួនគាត់ធម្មតាអញ្ចឹងទៅហើយគាត់ក៏បានសារភាពថាដោយសារតែថ្ងៃកាលហ្នឹងគឺគាត់មានចំនួនជាមួយនឹងរ៉ាសាមីដែលជាគូស្នេហ៍របស់គាត់នឹងខ្លាំងដល់ថ្នាក់គាត់ខំគាត់អីចឹងទៅគាត់ក៏បានច្បាច់ករ៉ាសាមីនឹងរហូតដល់ស្លាប់បន្ទាប់ពីស្លាប់ហើយគឺគាត់ចាប់ផ្ដើមយកខ្សែដើម្បីហិតករ៉ាសាមីនឹងរហូតដល់ស្លាប់យកហ្មងអ្នកនរគ្នាបន្ទាប់មកគាត់ក៏បានយកស្កុតហុំជុំវិញកហើយយកភួយដើម្បីមកទៅដាក់សាកសពរបស់រ៉ាសាមីនឹងហើយអត់ចាប់ត្រឹមហ្នឹងឯងគឺគាត់បានយកខ្សែឆ្នាំងសាក់មកចងកជើងហើយញាត់ចូលក្រុមខែហើយគាត់បានគេចខ្លួនបាត់ហ្នឹងគឺជាចម្លើយដែលគាត់សារភាពប្រាប់ប៉ូលីសនិយាយមែនគាត់គឺជាឃាតករដែលឈាមត្រជាក់ខ្លាំងមែនតើហ្មងហើយសំខាន់ខ្ញុំអត់យល់មួយទៀតត្រង់ថាគាត់សម្លាប់មនុស្សអស់5នាក់ដែលគេចាត់ទុកគាត់គឺជា serial killer ណាមិនបាននៅស្រុកថៃនោះគឺគេកាត់ទោសឲ្យគាត់ជាប់គុកត្រឹមតែ13ឆ្នាំបើមិនជាគេកាត់ទោសឲ្យគាត់ធ្ងន់ជាងនឹងឧទាហរណ៍ថាជាប់គុកមួយជីវិតក៏គាត់អត់មានឱកាសនៅក្នុងការចេញមកសម្រាប់ជនរងគ្រោះទី6របស់គាត់ដែរឃាតករតែធ្លាប់ស្ដារសម្រាប់គេហើយអ្នកទីតែចេញមកគឺចាប់ដើមញៀននៅក្នុងការសម្រាប់អីបន្តិចគឺសម្រាប់អីបន្តិចគឺសម្រាប់មកអញ្ចឹងបើថាតែធ្លាប់សម្រាប់ហើយដាក់គុកមួយជីវិតទៅអ្នកទាំងគ្នាមិនឲ្យចេញមកវិញនាំតែអន្តរាយដល់អ្នកដទៃទៀតទេហើយរឿងក្តីហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់បងណាដែលគាត់អត់ទាន់ស្ដាប់រឿងចៃ The Ripper ទេខ្ញុំនឹង cover នៅវីដេអូក្រោយហើយបើសិនជាមានមតិអីគឺអាច comment នៅក្រោមហ្នឹងបានចាំជួយ like Facebook page ហើយនឹង follow IG របស់ខ្ញុំអ្នកមួយផងអរគុណដែលស្ដាប់វីដេអូរបស់ខ្ញុំរហូតដល់ចប់